សុករានិអសាទុនិអតណោអហេតានិច្ចៈកម្មអាក្រក់និងកម្មឥតប្រយោជន៍ដល់ខ្លួនមនុស្សអាក្រក់ធ្វើបានដោយងាយអំពើអាក្រក់កើតមកពីជនអាក្រក់ធ្វើហើយអំពើនេះមានតែមនុស្សអាក្រក់ទេដែលធ្វើបានដោយងាយឯសាធុជនពុំអាចធ្វើបានឡើយអំពើអាក្រក់គឺអំពើដែលកើតពីទុច្ចរិត3គឺកាយវាចាចិត្តនេះឯងហើយអំពើនេះមិនបានជាទីពេញចិត្តនៃសប្បុរសជនឬបណ្ឌិតឡើយជនទាំងនេះក៏មិនធ្វើបានដោយងាយដែរមានតែជនអបលៈជនទុរិយោទុរិជនមិនស្គាល់គុណទោសបន់បាបល្អអាក្រក់តែងធ្វើអំពើអាក្រក់និងកម្មគ្មានប្រយោជន៍ដល់ខ្លួនមានការប្រព្រឹត្តអបាយមុខជាដើមបានដោយងាយព្រោះជនពាលជាអ្នកមានឆន្ទៈគឺសេចក្តីពេញចិត្តចង់ធ្វើតែអំពើអាក្រក់ទៅហើយកាលណាមានឱកាសក៏លៃលោកធ្វើភ្លាមហើយការធ្វើម្ដងពុំបានសម្រេចក៏ព្យាយាមធ្វើម្ដងទៀតទាល់តែបានសម្រេចហេតុនេះហើយបានជាលោកពោលថាកម្មអាក្រក់និងកម្មឥតប្រយោជន៍ដល់ខ្លួនមនុស្សអាក្រក់ធ្វើបានដោយងាយព្រោះវាមានបំណងនឹងធ្វើឯសប្បុរសជនមិនងាយនឹងធ្វើបានឡើយយ៉ាងវេហេតញ្ចៈសាធុញ្ចៈតាំងវេបរមតុករៈកម្មណាជាប្រយោជន៍ផងល្អផងកម្មនោះឯងគេធ្វើបានដោយលំបាកក្រៃពេកកម្មល្អនិងកម្មមានប្រយោជន៍ជាអំពើដ៏កម្រក្រៃពេកដែលគេនឹងធ្វើបានព្រោះមានឧបសគ្គមានលក្ខខណ្ឌត្រឹមត្រូវមិនងាយនឹងធ្វើតាមទំនឹងចិត្តឡើយកម្មជាប្រយោជន៍បានដល់កម្មណាដែលគេធ្វើរួចរាល់ហើយក៏បានផលល្អផ្ដល់សេចក្តីសុខចម្រើនដល់ខ្លួនវិញឯកម្មល្អបានដល់កម្មដែលគេធ្វើទៅហើយអ្នកផងត្រេកអរចូលចិត្តពេញចិត្តកម្មទាំងពីរប្រភេទនេះគេធ្វើបានដោយកម្រណាស់តួយ៉ាងដោយការរៀនសូត្រយកចំណេះវិជ្ជាជាដើមដែលជាការមានប្រយោជន៍ព្រោះអាចចេះដឹងយល់កិច្ចការរាកជ្រៅបានក៏ប៉ុន្តែមនុស្សធ្វើបានដោយកម្រណាស់ជួនអីម្ដាយឪពុកមិនឲ្យកូនរៀនជួនអីកូនមិនព្រមរៀនព្រោះគ្មានការព្យាយាមគ្មានការតស៊ូចំណែកអំពើបុណ្យកុសលជាអំពើល្អដែរតែមនុស្សមិនងាយនឹងធ្វើឡើយព្រោះម្យ៉ាងខ្វះចន្ទៈគឺបំណងម្យ៉ាងនៅក្នុងកិច្ចការនោះមានបញ្ហាស្មុគស្មាញច្រើនអំពើទាំងពីរនេះការបុគ្គលប្ររពនឹងធ្វើក៏ចេះតែនឹកឃើញឧបសគ្គផ្សេងៗនៅខាងមុខម្ល៉េះហើយក៏មានចិត្តរុញរាមិនព្រមធ្វើយ៉ាងនេះហើយបានជាលោកពោលថាអំពើមានប្រយោជន៍និងអំពើល្អនេះគេធ្វើបានដោយកម្រណាស់នឹងធ្វើបានទាល់តែមានចិត្តតស៊ូពុះពៀមានព្យាយាមផងនិហេតាំងសុភលំហោតិសុខੰទុក្ខដការិណាអ្នកប្រព្រឹត្តអាក្រក់ហើយមិនងាយនឹងបានសេចក្តីសុខល្អឡើយអំពើអាក្រក់ជាសភាវៈផ្ទុយពីអំពើល្អហើយបានផលផ្ទុយអំពីសេចក្តីសុខបានសេចក្តីថាអំពើអាក្រក់ជាបដិបកនឹងសេចក្តីសុខបុគ្គលអ្នកធ្វើអាក្រក់បានដល់អ្នកប្រព្រឹត្តកាយទុច្ចរិតអាក្រក់ខាងផ្លូវកាយមានការលួចឆក់ព្យាបាទបន្ទុសរាយអ្នកដតីជាដើមវិជ័យទុច្ចរិតអាក្រក់ខាងផ្លូវសម្ដីមានការនិយាយញុះញង់ចាក់ដោតឆ្កឹះឆ្កៀលយករឿងអាក្រក់ពីម្នាក់ទៅប្រាប់ម្នាក់ទៀតឲ្យគេកើតសេចក្តីក្តៅក្រហាយឆ្លោះទាស់ទែងបែកបាក់គ្នាមโนទុច្ចរិតអាក្រក់ខាងផ្លូវគំនិតគឺមានចិត្តគំនិតគិតរំពៃព្យាបាទឬធ្វើសេចក្តីអាក្រក់ព្រោះអ្នកដតីទៀតឲ្យគេវិនាសអន្តរាយបុគ្គលអ្នកប្រព្រឹត្តបែបនេះមិនងាយនឹងបានសុខចម្រើនទេព្រោះសេចក្តីសុខជាផលនៃសេចក្តីល្អការប្រព្រឹត្តល្អចុះបើមនុស្សធ្វើអាក្រក់ទៅហើយតែនឹងបានសេចក្តីសុខស្រួលខ្លួនដូចម្តេចកើតដូច្នេះបុគ្គលណាក៏ដោយការធ្វើសេចក្តីអាក្រក់ហើយពិតជាមិនបានសេចក្តីសុខឡើយកល្យាណការីកល្យាណੰបាបការីចបាបកាំងអ្នកធ្វើកម្មល្អបានផលល្អអ្នកធ្វើកម្មអាក្រក់បានផលអាក្រក់កុសលកម្មឲ្យផលជាសុខឲ្យកំណើតនៅក្នុងសុគតិមានមនុស្សនឹងស្ថានសួគ៌ជាដើមឯអកុសលកម្មឲ្យផលជាទុក្ខឲ្យកំណើតនៅក្នុងទុគតិមាននរកប្រែតជាដើមដែរកុសលកម្មគឺអំពើល្អបានដល់ធម៌គឺការដែលបុគ្គលបានធ្វើរួចហើយដោយកាយសុចរិតវិជ័យសុចរិតនិងមโนសុចរិតបុគ្គលបានធ្វើកល្យាណកម្មនេះហើយតែងបានទទួលផលល្អជានិច្ចបើនៅរស់ក្នុងលោកនេះក៏បានជាទីស្រឡាញ់ពេញចិត្តនៃមនុស្សជិតខាងដែលនៅក្នុងសង្គមជាមួយគ្នាក្នុងស្រុកទេសជាមួយគ្នាបើស្លាប់បាត់បង់ជីវិតទៅគេឈ្មោះនៅគង់ល្អហើយវិញ្ញាណនឹងអណ្ដែតទៅសែទៅកើតនៅក្នុងសុគតិផ
ផលល្អក៏ចេះតែទៅជួយទ្រទ្រង់ឲ្យសុខចម្រើនទៅទៀតអកុសលកម្មឬបាបកម្មដែលបុគ្គលធ្វើរួចហើយដោយកាយទុច្ចរិតវិជ័យទុច្ចរិតនិងមโนទុច្ចរិតក៏តែងបានផលអាក្រក់មកវិញជាដរាបបើនៅរស់មានជីវិតក៏ជាបុគ្គលគួរឲ្យអ្នកផងស្អប់ខ្ពើមគ្មាននរណាចង់សេពគុកឬក៏ជាមនុស្សត្រគេចាប់ចងធ្វើទោសទណ្ឌកម្មដាក់គុកច្រវាក់ជាដើមបើស្លាប់ទៅនឹងត្រូវធ្លាក់ទៅកើតនៅក្នុងនរកប្រេតហើយអកុសលកម្មនឹងតាមឲ្យផលទៀតដូច្នេះកម្មទាំងពីរនេះឲ្យផលខុសគ្នាគឺកុសលកម្មឲ្យផលល្អអកុសលកម្មឲ្យផលអាក្រក់សំដូចពុទ្ធដីកាថាយាតិសੰវបតេពីជាងតាតិសੰលពតេផលាំងអ្នកណាសាមព្រោះពូជណានឹងទទួលបានផលនៃពូជនោះកម្មណាវត្តតិលោកោសត្វលោកតែងប្រព្រឹត្តទៅតាមកម្មសត្វលោកក្នុងសង្សារវដ្តសុទ្ធតែមានកម្មពលគឺអំពើគ្រប់គ្នាគ្មានសត្វណាមួយឥតមានកម្មគឺអំពើឬការងារនោះឡើយកាលណាសត្វធ្វើកម្មឬក៏ការងារនោះហើយក៏តែងមានដំណើរជីវិតទៅតាមការងារនោះដែលហៅថាសត្វលោកប្រព្រឹត្តទៅតាមកម្មនោះបានសេចក្តីថាបើធ្វើការងារធំនឹងបានផលធំបើធ្វើល្អឬអាក្រក់ក៏បានផលល្អឬអាក្រក់ដែរសត្វលោកតែងតែត្រូវការគឺកម្មនេះទាញឲ្យទៅប្រព្រឹត្តកាន់យកសេចក្តីល្អអាក្រក់ដែលខ្លួនបានធ្វើនេះជានិច្ចសត្វណាធ្វើល្អក៏បានខ្ពង់ខ្ពស់ប្រសើរទៅឯសត្វណាធ្វើអាក្រក់ក៏បានផលថោកទាបទៅគួរសត្វលោកររូបសាងសេចក្តីល្អឲ្យបានច្រើនវិញទៅប្រសើរព្រោះកាលណារាងកាយអនុវត្តទៅតាមការងារនោះក៏បានជួបប្រទះនៅសេចក្តីសុខចម្រើន